ដោយសាររវល់ពេកមួយរយៈនេះខានចេញវីដេអូយូរប៉ុន្តែមិនមែនមានន័យថាខ្ញុំអត់ហាត់ប្រាណទេអ្នកទាំងអស់គ្នាគឺបរិញ្ញានៅតែបរិញ្ញាហាត់ប្រាណខ្លួនឯងក៏អត់អាចចោលបានដែរមួយអាទិត្យគឺខ្ញុំហាត់តែ3ដងទេចាអានឹងសម្រាប់ការហាត់ប្រាណនៅ gym តែខ្ញុំមួយអាទិត្យគឺខ្ញុំថែម2ដងទៀតក្នុងការរត់ចាពេលខ្លះនៅ gym ពេលខ្លះនៅខាងក្រៅហើយដូចនិយាយចឹងថ្ងៃហ្នឹងគឺខ្ញុំនិយាយថាខ្ញុំស្រឡាញ់ exercise ទាំងអស់ហ្នឹងមែនទែនជាពិសេសនៅកន្លែង gym មួយហ្នឹងឧបករណ៍ចេញមកញាក់សាច់អ្នកទាំងអស់គ្នាលេងទៅគឺចូលល្អខ្លាំងហ្មងជាពិសេសគោលដៅរបស់ខ្ញុំគឺគ្មានអ្វីដែលខ្ញុំផ្ដោតខ្លាំងបំផុតទេគឺមានតែបរិវេណផ្នែកខាងក្រោមនឹងឯងហើយដូចនិយាយចឹងការលេងលំហាត់ប្រាណនីមួយៗអ្នកទាំងអស់គ្នាត្រូវតែដាក់អារម្មណ៍លេងចាព្រោះយើងលេងលំហាត់យើងមិនមែនចេះតែទៅ gym យើងចេះតែលេងផ្ដេសផ្ដាស់ទេយើងត្រូវមាន schedule របស់យើងច្បាស់លាស់ចាបើសិនជាយើងអត់ដាក់ schedule ទេយើងពិបាកហាត់ហើយយើងអត់ដឹងថាយើងត្រូវលេងអីបន្ទាប់ហើយយើងរបៀបថាទៅពីអញ្ចឹងបើយើងលេងទៅពីកុំសង្ឃឹមថាយើងបានផលជាពិសេសអ្នកដែលគាត់អត់មានអីសោះហ្មងចាយើងកុំនិយាយចំពោះអ្នកដែលគាត់មានស្រាប់យើងអត់និយាយទេចាខ្ញុំនិយាយសម្រាប់តែអ្នកដែលអត់មានហើយចង់ build up អ្នកទាំងអស់គ្នាត្រូវ take time ត្រូវតែ focus ទៅលើ the area ហើយការលេងរបស់ខ្ញុំដូចអ្នកទាំងអស់គ្នាឃើញស្រាប់ហើយវីដេអូនេះគឺអត់មានដាក់ speed up ទេគឺខ្ញុំលេងបែបលបឿនប៉ុណ្ណឹងចាការលេងលំហាត់ប្រាណនីមួយៗវាទាមទារឲ្យយើងច្បាស់លាស់ត្រូវយើងទៀងទាត់យើងអាចតាមអារម្មណ៍ពេលខ្លះក៏យើងចង់លេងពេលខ្លះក៏យើងអត់ចង់មិនបែបហ្នឹងឯងខ្ញុំយល់ថា mood របស់យើងគឺវា swing ពេលខ្លះអារម្មណ៍យើងចង់ធ្វើពេលខ្លះយើងអត់ចង់ធ្វើក៏យើងត្រូវ listen body យើងដែរយើងត្រូវតែតាមចាប៉ុន្តែ program គឺសំខាន់អ្នកនរគ្នាក៏យើងត្រូវដាក់ត្រូវ set up គ្រប់យ៉ាងហ្មងហើយលំហាត់ប្រាណទាំងអស់នឹងខ្ញុំនិយាយមែនទាំងអស់គឺចូលកន្លែងអ្នកនរគ្នាចង់ឲ្យទៅហ្មង especially ខ្ញុំផ្ដោតទៅលើ glute សាច់ដុំគូតហើយនឹងផ្លូវក្រោយចាព្រោះយើងចង់ដុតរំលាយខ្លាញ់ចង់ធ្វើឲ្យសាច់ដុំរបស់យើង build up ត្រង់កន្លែងហ្នឹងអញ្ចឹងការលេងថ្ងៃហ្នឹងខ្ញុំរៀងបែបរបៀបលុបលុនបន្តិចអ្នកនរគ្នាដោយសារតែចូលទៅដល់កន្លែងល្អចាចូលកន្លែងល្អគឺដាក់មកអស់ដៃហ្មងប៉ុន្តែគឺខ្ញុំសារៈតិចបំផុតអ្នកនរគ្នាលំហាត់ប្រាណទាំងអស់ហ្នឹងពីមួយសេតទៅមួយសេតណាគឺខ្ញុំសារៈយូរបំផុតត្រឹម2នាទីហើយអា3លំហាត់ប្រាណចុងក្រោយហ្នឹងគឺខ្ញុំធ្វើ3ជាប់គ្នាទៅខ្ញុំសារៈម្ដងហើយខ្ញុំសារៈតែ1នាទីឯអ្នកនរគ្នានិយាយពីថាផ្លូវក្រោយហើយនឹងគូតគឺញាក់សាច់ហ្មងអត់ដឹងនិយាយថាម៉េចទេសំខាន់នឹងឯង exercise ទាំងអស់ហ្នឹងអ្នកនរគ្នាគឺផ្ដោតទៅលើបរិវេណសាច់ដុំគូតហើយនឹងផ្លូវក្រោយខ្លាំងមែនទែនបើសិនជាបងប្អូនគិតថាលំហាត់ទាំងអស់ហ្នឹងអ្នកនរគ្នាស្រឡាញ់អាចសាកល្បងធ្វើបានខ្ញុំឲ្យបន្ទុកខ្ពស់ហ្មងចាហើយអ្វីដែលអ្នកនរគ្នាអត់អាចចោលបាននោះគឺជាការផ្ដល់ protein នៅពេលដែលយើងហាត់ប្រាណហើយរយៈពេល1ម៉ោងឬក៏1ម៉ោងកន្លះអីចឹងណាចាសំខាន់មែនទែនដែល protein នឹងវាចូលទៅ build up សាច់ដុំរបស់យើងហើយអ្នកនរគ្នាកុំភ្លេចគេងឲ្យបានគ្រប់គ្រាន់ការគេងក៏ជារឿងមួយដ៏សំខាន់ដែលយើងជួយផ្ដល់ថាមពលទៅដល់រាងកាយរបស់យើងគឺស្ដារឡើងវិញបានកាន់តែល្អ